បាទថ្ងៃនេះខ្ញុំមានថ្នាំមួយយ៉ាងសម្រាប់មកបង្ហាញដល់ពុកម៉ែបងប្អូនយើងណាបាទថ្នាំនោះគឺសម្រាប់ព្យាបាលជំងឺដូចជាថ្នាំព្យាបាលជំងឺរោគឆេះស្លឹកបាទគឺបញ្ហាដំណាំទុរេនពុកម៉ែបងប្អូនយើងឃើញថាឆ្នាំនេះបើពុកម៉ែបងប្អូនយើងមានបញ្ហាឆេះស្លឹកជាច្រើនបាទឆេះចេះតែសម្រាប់ទុរេននេះវាមិនជាបញ្ហាច្រើនទេដោយសារវាកើតតិចតួចចំពោះបញ្ហាឆេះស្លឹកហ្នឹងយើងខ្លាចតែវាដូចថាវាឆេះពេញដើមតែម្ដងណាពុកម៉ែបងប្អូនតែវាបញ្ហាឲ្យកើតមានតិចតួចទេវាមិនបញ្ហាអីធំដុំទេតែចំពោះទុរេនពុកម៉ែបងប្អូនយើងអ្នកមានដូចថាវាកើតជំងឺឆេះស្លឹកពេញដើមតែម្ដងណាបាទយើងត្រូវការប្រើប្រភេទថ្នាំបាទគឺថ្នាំមួយនេះបាទគឺយើងប្រើវាក្នុងធ្វើម៉េចយើងប្រើឲ្យបាន2 ដងណាបាទយើងប្រើរយៈពេលវាឲ្យបាន2 ដងដើម្បីព្យាបាលជំងឺរោគឆេះស្លឹកនេះបាទហើយសម្រាប់ទុរេននេះគឺมันមានបញ្ហាទេគឺវាឆេះតិចតួចវាមួយស្លឹកពីរស្លឹកអាហ្នឹងគេហៅថាវាធម្មតាវាអត់មាននៅការប៉ះពាល់អីដល់ដំណាំទុរេនរបស់យើងទេហើយឃើញថាដើមផ្សេងទៀតវាអត់មានទេគឺមានតែដើមមិញហ្នឹងគឺមានមួយហ្នឹងតែវាមានគាត់មានតិចបំផុតបាទគឺសម្រាប់ការឆេះស្លឹកនេះហើយវាមិនជាកត្តាសំខាន់អីសម្រាប់ដំណាំទុរេនទេកាលណាមួយដើមដែលយើងឆេះស្លឹកពីរស្លឹកអញ្ចឹងបាទតែខ្ញុំចង់ចែកចម្លែកនេះដោយសារបងប្អូនយើងគាត់មានកើតជាច្រើនអញ្ចឹងទៅគាត់កើតច្រើនគាត់មិនព្យាបាលទាន់ពេលទេស្លឹកនេះវានឹងដូចថាវាមិនពេញកម្លាំងល្អពុកម៉ែបងប្អូនយើងកាលណាយើងមិនព្យាបាលវាអត់ទាន់ពេលវាមិនពេញកម្លាំងល្អចឹងហើយខ្ញុំយកថ្នាំនេះមកបង្ហាញដល់ពុកម៉ែបងប្អូនឲ្យបងប្អូនរកទិញរកប្រើដោយថាចំពោះដើមណាដែលមានច្រើនណាយើងគួរបាញ់ហ្នឹងគឺបាញ់ឲ្យជោគយើងលាយទឹកបាញ់ហ្នឹងគឺបាញ់ឲ្យជោគក្នុងដើមដែលកើតច្រើនណាបាញ់ឲ្យវាសពទាំងស្លឹកទាំងដើមទាំងអីតែម្ដងដើម្បីឲ្យវាមានសុខភាពខ្ពស់សម្រាប់ការព្យាបាលនេះជាដំណោះស្រាយមួយដ៏ល្អហើយខ្ញុំយកមកចែកជូនពុកម៉ែបងប្អូនយើងខ្លាចពុកម៉ែបងប្អូនយើងគាត់មិនដឹងថារោគឆេះស្លឹកហើយគាត់មិនដឹងថាថ្នាំអីមិនដឹងថាដាក់ថ្នាំអីដើម្បីឲ្យត្រូវនេះជាគេហៅថាបើយើងគិតថាប្រឡងវិញវាមានដូចថាយើងឃើញវិញ្ញាសាស្រាប់ចឹងបាទគឺខ្ញុំតែងបង្ហាញចំណុចដែលល្អបើយើងប្រៀបធៀបនឹងការប្រឡងយើងថាដូចថាយើងដឹងវិញ្ញាសារួចហើយអញ្ចឹងបានមិនពិបាកគិតច្រើនមិនពិបាករកច្រើនទេខ្ញុំតែងតែបង្ហាញដល់ពុកម៉ែបងប្អូនយើងអរគ្នាហើយអរគុណច្រើនសម្រាប់ការគ្រប់គ្រងរបស់បងប្អូនយើងតែងតែគ្រប់គ្រងនិងផ្ដល់កម្លាំងចិត្តឲ្យខ្ញុំធ្វើកិច្ចការចែករំលែកជារហូតមកបាទអរគុណច្រើនជម្រាបលាពុកម៉ែបងប្អូនយើងបាទ